Ok, suốt đây nè, cái này smart cùng một căn video thay mới, bắt đầu bị bật một nhom cho tung mà tất chiang vì sao ta vì hiện là với nè cái này hơi rồi tụi nó rệp trong thương ngoại để mời nè cái này số mới nè cái này hơi này chiều video là nhom bàn từ khang sọc 11 hơi từ tập hiệu là nhom bàn hai nhé cứ nhom bàn từ chiếc atre nè khang 11 nè cái này hơi nè cái này bàn cười cứ chiếc atre cứ play tràn thế nè cái này hơi hai ní cứ nhom đangធ្វើvideo chạy rầm lệពីការបេះផ្លែតរេនហើយនឹងធ្វើរបៀបម៉េចដើម្បីឲ្យតរេនយកមកល្អហើយដែលអ្នកទាំងគ្នាឃើញនៅទីផ្សារឃើញល្អស្អាតហ្នឹងគេធ្វើបែបណាហើយគេបេះវាបែបណាតោះកុំឲ្យខាត់ពេលយូរចង់មកកាន់វីដេអូទាំងអស់គ្នាបានឃើញពីក្បាលវីដេអូហើយអ្នកគ្នាគឺរវល់តរេនដែលអ្នកគ្នាទិញហូបនៅតាមទីផ្សារតាមផ្លូវមួយចំនួនអ្នកគ្នាឃើញល្អស្អាតហ្នឹងនៅពីក្រោយហ្នឹងគឺវាមិនងាយស្រួលទេអ្នកគ្នាមើលនៅក្នុងនៅវីដេអូរបស់ខ្ញុំនេះទៅគឺទាំងផ្លូវហើយនឹងការបេះថែទាំគឺវាមិនងាយស្រួលទេគឺថាជុំវិញនេះគឺសម្បូរទៅដោយដើមឈើធំជាពិសេសគឺដើមកស៊ូនៅគ្នាហើយនៅខាងតំបន់នេះបានទៅហ្នឹងគឺសម្បូរជាងគេដើមកស៊ូហើយនឹងម្រេចហើយមួយទៀតគឺជាការត្រៀមហ្នឹងឯនៅគ្នាហើយការបេះនិងការថែទាំគឺយើងចំណាយពេលនិងការផ្ចិតផ្ចង់មែនទែននៅគ្នាមិនមែនចេះតែដាំហើយចំណាយពេលបដ ாய் វាទៅតាមពេលវេលាថាដុះបែបណាក៏បានគឺអត់ទេគឺយើងមើលថែដល់មែនទែនជាពិសេសគឺការថែទាំនឹងម្ដងហើយមួយវិញទៀតអ្នកគ្នារាល់តែការបេះអ្នកគ្នាមិនមែនចេះតែបេះតលាក់បេះតាមតែចិត្តអីគឺអត់ទេអ្នកគ្នាគឺគេផ្ចិតផ្ចង់ណាស់អ្នកគ្នាដើម្បីបានមកផ្លែស្អាតសម្រាប់អ្នកគ្នាហើយមួយវិញទៀតត្រេនដែលធ្លាក់ទុំដើមគឺហូបអត់បានទេហូបគឺបានដែរតែហូបបានភ្លាមអ្នកគ្នាបើយើងទុកដល់ស្អែកឬមើលខាងស្អែកគឺហូបអត់កើតទេគឺត្រេនហ្នឹងគឺខូចអញ្ចឹងបានរាល់ត្រេនមួយសម្រាប់យកលក់អ្នកគ្នាគឺគេចម្រាញ់ផ្ចិតផ្ចង់ណាស់សម្រាប់បានរបស់ល្អហើយបានគុណភាពសម្រាប់អ្នកគ្នាទៀតហើយត្រេនដែលខ្ញុំទៅនេះគឺខាងពីមុនហ្នឹងគឺពូជរបស់ម៉ាន់ថងអ្នកគ្នាគឺថាអាត្រេនដែលយើងទៅដល់ចកាភ្លាមហើយវាបានទុំគឺសាច់ឆ្ងាញ់មែនតើអ្នកគ្នាគឺល្មូតហើយជាពិសេសគឺខ្ទិះវាអាសហ្នឹងអាពេលវាទុំរៀងចូលទៅហ្នឹងហើយអ្នកគ្នាហើយការបេះមួយគឺគេមានអាដងគោះវានៅគ្នាគោះចង់ដឹងថាទុំឬមួយក៏ចាស់ដើម្បីចង់ដឹងថាផ្លែណាត្រូវបេះផ្លែណាត្រូវទុកអញ្ចឹងណាគ្នាហើយអ្នកគ្នាមើលនៅក្នុងវីដេអូនេះគឺរាល់ត្រេនដែលយើងបេះមកមិនមែនចេះតែតលាក់អីទេគឺយើងមានកណាត់ដើម្បីត្រង់ឬមួយក៏ដើម្បីចាប់ត្រឹមត្រូវមិនអាចចេះតែបោះកវិសបានតាមតែចិត្តទេគឺអត់ទេអ្នកគ្នាអញ្ចឹងមិនថាត្រេននេះមួយថ្លៃគឺវាមានកលឹះមួយចំនួនឲ្យធ្វើវាថ្លៃហើយមួយវិញទៀតគឺមករដូវមានតែម្ដងទេអញ្ចឹងហើយដើម្បីបានត្រេនមួយគឺមិនងាយស្រួលទេជាពិសេសពួកគាត់ចាស់ដែលខាងធ្វើស្រែច្រឡំធ្វើខាងកសិកម្មអ្នកគ្នាដាំគេហៅថាដាំផ្លែឈើអញ្ចឹងអ្នកគ្នាហ្នឹងហើយគឺមិនងាយស្រួលទេអ្នកខ្លះគឺគាត់ចំណាយពេលសឹងតែរាល់ថ្ងៃទៅនៅចកាអ្នកគ្នាដើម្បីមើលថែទាំត្រេនហើយនឹងការពារពីសត្វគឺវាមិនងាយស្រួលទេហើយមើលវិញទៀតពីខ្ញុំទៅខ្ញុំចង់ឲ្យមិនថាខ្ញុំថាបងប្អូនអ្នកគ្នាគួរណាស់តែបូកត្រឡប់មកគ្រប់គ្រងផលិតផលក្នុងស្រុកមិនថាផ្លែឈើមិនថាជារបស់របរប្រើប្រាស់ទេគឺនៅក្នុងស្រុកយើងគឺមានរបស់ល្អច្រើនហើយមានគុណភាពច្រើនទីអ្នកគ្នាគ្រាន់ថាតម្លៃវាខុសគ្នាតិចតួចអញ្ចឹងអ្នកខ្លះគាត់ចង់បានតម្លៃរៀងធូរនាំចូលមកក៏គុណភាពវាទៅតាមហ្នឹងទៅតែគាត់អត់សូវខ្វល់ថាគុណភាពបែបណាប៉ះពាល់សុខភាពឬមួយក៏មិនទេសំខាន់គាត់ចង់បានតម្លៃធូរតែរបស់ក្នុងស្រុកនេះគឺយើងដាំដោយធម្មជាតិអ្នកគ្នាយើងប្រើដែរតែប្រើបែបការពារសត្វអត់អីទេយើងមិនមែនប្រើដើម្បីចលក់ឲ្យធំឲ្យមានរសជាតិឆ្ងាញ់ក៏អត់ទេអ្នកគ្នាអានេះគឺខ្ញុំទៅផ្ទាល់ហើយបោះខាងបងថ្លៃខ្ញុំនៅខាងពីមុនអ្នកគ្នាហ្នឹងហើយដើមម្ដងគឺមានខ្ពស់មានទាបហើយផ្លែច្រើនណាស់អ្នកគ្នាតែអានេះខ្ញុំទៅចំពេលគាត់បេះហើយមួយសាអ្នកគ្នាមើលផ្លែគឺអញ្ចឹងអាហ្នឹងផ្លែទី2ផងអាផ្លែទី1គាត់បេះហើយមួយសាតែផ្លែយើងតូចហ្នឹងអាហ្នឹងនៅតង់ទី2ទេអាទី1គាត់ឃ្លៀចេញផ្សាយហើយរបៀបបេះអ្នកគ្នាមើលទៅគឺគេផ្ចិតផ្ចង់ណាគេមិនមែនចេះតែឃើញបេះឃើញកៅអត់ទេគេមានរបស់គោះគេត្រឹមត្រូវដើម្បីធានាបានថាផ្លែហ្នឹងបេះទៅគឺបានទិន្នផលខ្ពស់បេះទៅបានរសជាតិដូចជាសាច់ល្មូតអីហ្នឹងគឺសម្រាប់អតិជនអញ្ចឹងទេហ្នឹងហើយសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើចែករំលែកទីទួយនេះអាចជាផលប្រយោជន៍អ្នកគ្នាមួយដែរថារបៀបបេះរបៀបត្រង់ធ្វើមិនដើម្បីបានផ្លែនិងសាច់ល្មូតសាច់ស្អាតផ្លែស្អាតសម្រាប់លក់ទៅកាន់អតិថិជនហ្នឹងហើយអ្នកគ្នា
បើមានកំហុសប្រកែប្រកាន់នេះគ្រាន់តែជាវីដេអូចែករំលែកតិចតួចរបស់ខ្ញុំទេហើយក៏អរគុណសម្រាប់ការតាមដានបាទចូលចិត្តកុំភ្លេចជួយចុច follow page ក៏ដូចជា share វីដេអូនេះម្នាក់មួយផងហើយខ្ញុំនៅមានវីដេអូបន្តទៀតសម្រាប់អ្នកគ្នាអរគុណអ្នកគ្នាជួបខ្ញុំនៅវីដេអូក្រោយបាយ